Idam khopana bhikkhave dukkham mariya satcham ឥឡូវមកដល់ក្បាលព្រំម្ដងក្បាលព្រំយើងនិយាយសើចលេងទៅចុះឲ្យក្បាលព្រំនឹងដាច់យូរឲ្យអត់សយអត់អីទេឯកូនកំមុំទេវតាយូរអត់រោយកប្តីយកអីទេនៅតែហែហ្នឹងទៅនេះគ្រាន់តែនិយាយឲ្យគិតជាអត្ថានុរូបហើយក្បាលហ្នឹងចេះទៀតមាននិទានថាប្រសិនបើបោះទៅលើមេឃរាំងភ្លៀង12ឆ្នាំមែនទេបោះទៅក្នុងសមុទ្ររីងទឹកអស់បោះទៅលើគោកលែងដុះស្អីអស់12ឆ្នាំក្បាលអីក៏ចង្រៃម៉េចបើក្បាលអ្នកមានបុណ្យវាគួរតែបោះតាណាកើតមាសកើតពេជ្រទៅហ្នឹងហើយដល់ទៅបោះទៅជាចង្រៃវិញទៅមានគិតទេបើក្មេងសួរអញ្ចឹងឆ្លើយមិនឆ្លើយមិន I don't know អត់ចេះមាននៅក្បាលនេះចង្រៃមែនទេបានជាគេនាំគ្នាហែហ្នឹងមកពីចង្រៃមែនទេទុកឲ្យស្រួលតែលបូតធ្លាក់ហ្នឹងអូចង្រៃនេះជាអត្ថានុរូបជារឿងតាមពិតពពកបរោះយើងចង់អប់រំធម៌ទេតែយកធម៌មកនិយាយវាឆាប់ភ្លេចឲ្យចាំរឿងសិនយល់ទេហើយបានពុនយល់ដូចអាត្មានិយាយអំពីការធ្វើប្រាសាទចឹងಬ್ರಹ್មព្រំនោះនៅលើប្រាសាទបាយ័នអីជាដើមគឺបែរមុខទៅគ្រប់ទិសទាំងអស់គឺចង់បង្រៀនអ្នកធំទាំងឡាយអ្នកកាន់ការប្រទេសទាំងឡាយអង្គុយឲ្យខ្ពស់មើលឲ្យឆ្ងាយញញឹមទៅគ្រប់ទិសទីទាំងអស់ដោយមិនឲ្យមានភាពលំអៀងក្នុងចិត្តក្នុងភាពជាអ្នកដឹកនាំមិនត្រូវញញឹមដាក់នរណាមួយយ៉ាង special ទេបើញញឹមគឺញញឹមដាក់គ្រប់គ្នាអត់មាន special smile ណាដូចព្រំអញ្ចឹងគឺថាទិសខាងលិចខាងជើងខាងត្បូងខាងកើតគឺថាញញឹមគ្រប់ទិសទាំងអស់ហេតុអីបានជានិទានរឿងមិនយកមនុស្សធម្មតាជាតួអង្គទៅហែយកតួអង្គទេវតាទៅហែតួអង្គទេវតាឥឡូវយើងមើលអង្គុយខ្ពស់ជាងគេឃើញអត់ it represent the leader must keep the four noble natures in mind if the leader drop the head of Kabbalah the country will be destroyed like we have experienced in Pol Pot Egypt Pol Pot did not carry the ក្បាលព្រំនៅពេលនោះ Pol Pot មាន carry ក្បាលព្រំដូច្នេះគឺជាការពិតណាស់មិនចំពោះតែខ្មែរយើងទេអ្នកដឹកនាំលើពិភពលោកពិតជាត្រូវការចំណុចនេះប្រសិនបើមេត្តាករុណាមុទិតាឧបេក្ខានេះវារបូតចេញពីអ្នកដឹកនាំហើយប្រទេសជាតិត្រូវតែខ្ទេចខ្ទីមេត្តា compassion right or loving kindness the head of Kabbalah Mahaprum it represent of the four noble natures the first one is compassion or loving kindness and the second we call karuna mean we feel pity when someone gets suffering and the third is mudita is joy at others happiness it's opposite of jealousy we don't feel jealous with others happiness mean we appreciate when someone gets success and the fourth is sincerity this is the real meaning of the head of Kabbalah so it is not for Khmer people or Khmer leaders only but I think it is for the whole world and for the whole beings all beings in the world ដូច្នេះកាលណាយើងយល់អំពីអត្ថន័យពិតនៃប្រពៃណីយើងដែលកំពុងធ្វើយ៉ាងនេះយើងពិតជាមានមោទនភាពណាស់ថាប្រពៃណីយើងមិនមែនគ្រាន់តែសម្រាប់ខ្មែរមិនមែនជាប្រពៃណីដោយងងឹតងងុលទេតែមានការអប់រំហើយយើងមានមោទនភាពក្នុងការនិយាយឲ្យពិភពលោកបានដឹងពីយើងទៀតផងមែនទេហ្នឹងហើយ
ញាតិញោមថាចង់សួរអីនឹងឲ្យស្ត្រីមុនចាស់ព្រោះសិទ្ធស្ត្រីធំជាងហើយអងប្រុសស្រីទាំងឡាយអើយកុំភ្លេចឡើយផ្លូវល្អគឺធម៌ព្រះពុទ្ធប្រសើរផុតលោកាពុទ្ធាសារណង្កិច្ឆា